ខាងភូមិភាគថៃក៏ចូលប្រជុំថ្ងៃនេះនៅច្រកទ្វារអូស្មាច់បាទទាហានភូមិភាគ2ថៃប្រជុំជាមួយនឹងទាហានភូមិភាគ4កម្ពុជាដោយមានការចូលរួមពី AOT មានន័យថាអ្នកសង្កេតការណ៍អាស៊ានតែម្ដងនៅច្រកអូស្មាច់តែខ្លឹមសារលំអិតយ៉ាងណានោះយើងសូមមិនទាន់បានបញ្ជាក់ជូនទេបាទ